រៀនសូត្រយើងអាចនិយាយថារៀនសូត្រក៏បាននិយាយថារៀនក៏បានអូខេព្រោះc'est c'estចុងវិញខ្ញុំរៀនភាសាចិនឬមកក៏ខ្ញុំរៀនសូត្រតាមរៀនសូត្រភាសាចិនជាដើមចឹងទៅពេលទី12星期天មានន័យថាថ្ងៃអាទិត្យយើងអាចនិយាយថា星期天ក៏បានឬមកក៏អាចនិយាយបានមួយទៀតបែបទៀតថា星期日អានឹងគឺថ្ងៃអាទិត្យដូចគ្នាហើយពីទី13គឺមានន័យថា我们មានន័យថាពួកយើងដល់ពួកអ្នកឬមួយក៏អ្នកនរគ្នាគេហៅថា你们អូខេដល់ពីទី14一起មានន័យថាជាមួយអូខេឧទាហរណ៍ថា我一起吃饭យើងខ្ញុំទៅញ៉ាំបាយជាមួយគ្នាឬមកខ្ញុំទៅ我们一起吃饭មានន័យថាខ្ញុំទៅញ៉ាំបាយពួកយើងទៅញ៉ាំបាយជាមួយគ្នាអញ្ចឹងទៅដល់ពេល吃饭មានន័យថាញ៉ាំបាយអូខេអញ្ចឹងយើងអាចបង្កើតនិយាយថា我们一起吃饭ពួកយើងញ៉ាំបាយជាមួយនឹងគ្នាហ្នឹងហើយឬមួយក៏我们一起看电视មានន័យថាពួកយើងទៅមើលកុនជាមួយនឹងគ្នាអូខេ看មានន័យថាមើលអូខេដល់ពេលថែមហៅមួយទៀតខាន់ហៅគឺល្អមើលអូខេអញ្ចឹងពីលេខ1ដល់លេខ16នេះខ្ញុំបាននិយាយហើយឬមកអត្ថន័យឲ្យហើយឥឡូវយើងចូលអត្ថបទរបស់យើងវិញអញ្ចឹងអត្ថបទរបស់យើងគឺនិយាយពី王明的家王明的家មានន័យថា王明មានន័យថាឈ្មោះតមានន័យថារបស់ជាមានន័យថាផ្ទះណាអញ្ចឹង王明的家មានន័យថាផ្ទះរបស់小明王明សំទោសតោះអញ្ចឹងយើងចូលអត្ថបទរបស់យើងវិញ我叫王明មានន័យថាខ្ញុំឈ្មោះ王明ចៅនេះគឺពេលបកខ្មែរមកគឺនិយាយថាពេលនិយាយខ្មែរគឺអីគេហៅឬមួយក៏អីគេឈ្មោះអូខេអាហ្នឹងឈ្មោះអញ្ចឹង我叫我叫王明ខ្ញុំឈ្មោះ王明អូខេឬមួយក៏ខ្ញុំ